អ្នកស៊ើបអង្កេតការដួលរលំអគារការិយាល័យសវនកម្មថៃនៅទីក្រុងបាងកកបានឲ្យដឹងថាអគារដែលបាក់រលំក្នុងគ្រោះរញ្ជួយដីកាលពីថ្ងៃសុក្រសប្តាហ៍មុនបានប្រើដែកមិនត្រូវស្តង់ដារឬដែកគ្មានគុណភាពពួកគេបានរកឃើញទៀតថាដែកនេះត្រូវបានទិញពីរោងចក្រផលិតដែកដែលបានបិទទ្វារកាលពីចុងឆ្នាំមុនកាសែតបាងកកប៉ុស្តិ៍បានចេញផ្សាយនៅថ្ងៃច័ន្ទសប្តាហ៍នេះថាក្រុមស៊ើបអង្កេតបានយកគំរូដែកពីសំណង់ដួលរលំទៅធ្វើតេស្តរកសមាសធាតុគីមីម៉ាស់និងភាពធន់ទៅនឹងសម្ពាធរបស់ដែកនោះលទ្ធផលបង្ហាញថាដែកនោះមិនមានគុណភាពគ្រប់គ្រាន់ក្នុងការទប់ទល់ទៅនឹងសម្ពាធបាននោះទេហើយក៏មិនអាចប្រើបានសម្រាប់សំណង់អគារខ្ពស់និងនៅទីតាំងដែលមានសណ្ឋានដីក្រោមជ្រាយនោះដែរអគារសវនកម្មជាតិកម្ពស់33ជាន់នេះជាអគារតែមួយគត់ដែលបានរលំស្រុតពីលើដល់ក្រោមក្នុងគ្រោះរញ្ជួយដី 7.7 រិកទ័រដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ានិងប៉ះទៅដល់ប្រទេសថៃយ៉ាងហោចណាស់មានកម្មករ12នាក់បានស្លាប់និងរាប់សិបនាក់ទៀតជាប់ក្នុងគំនរបាក់បែកប្រធានក្រុមការងារក្រសួងឧស្សាហកម្មលោកស្រីធីទីប៉ាឈុតដេឆាឆៃនុនបានបញ្ជាក់ថាដែកថែបនេះត្រូវបានផលិតដោយរោងចក្រមួយដែលបានបិទទ្វារកាលពីខែធ្នូឆ្នាំ2024ដោយសារតែគ្រោះថ្នាក់លេចធ្លាយឧស្ម័នដែកនេះមានយីហោ Sky ដែលផលិតដោយក្រុមហ៊ុន Singaeyon Steel ដែលមានរោងចក្រនៅខេត្តរ៉ាយ៉ងអាជ្ញាធរថៃបានរឹបអូសដែកអត់គុណភាពជាង 2400 តោននៅពេលដែលរោងចក្រនោះបិទទ្វារក្រុមហ៊ុន Singaeyon Steel ដែលត្រូវបានវិនិយោគដោយជនជាតិចិនចំនួន 80% មិនអាចតាក់ទងសុំការអត្ថាធិប្បាយបានទេចំណែកក្រុមហ៊ុន Italian Thai Development ដែលជាដៃគូសាងសង់អគាររលំជាមួយនឹងក្រុមហ៊ុនចិន China Railway No. 10 ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយផងដែរក្រៅពីបញ្ហាដែកអ្នកជំនាញក៏បានលើកឡើងផងដែរពីកំហុសនៅក្នុងការរចនាអគារដែលស្ថិតនៅទីតាំងដីក្រោមជ្រៃខ្លាំងម្យ៉ាងទៀតដោយសារតែអគារនេះចាក់ប្លង់សេដោយមិនប្រើធ្នឹមនិងត្រូវឈរលើសសរដោយផ្ទាល់ការប្រើដែកដែលគ្មានគុណភាពសម្រាប់សាងសង់គឺជារឿងគ្រោះថ្នាក់បំផុតកាសែតបាងកកប៉ុស្តិ៍បានលើកឡើងថាការរកឃើញសម្ភារៈសំណង់ដែលមិនមានស្តង់ដារបន្ថែមការព្រួយបារម្ភអំពីគុណភាពសំណង់ទូទៅនៅទីក្រុងបាងកកនិងប្រទេសថៃការត្រួតពិនិត្យគម្រោងនិងអំពើពុករលួយក្រុមស៊ើបអង្កេតនឹងបន្តប្រមូលសំណាក់ផ្សេងៗទៀតដើម្បីពិសោធន៍